សួស្តីបងប្អូនទាំងអស់គ្នានេះហើយជារបៀបឆែកលទ្ធផលប្រឡង Topic ដំបូងឡើយយើងចូលតាម website របស់ Topic មកបន្ទាប់មកទៀតយើងចូលទៅ login ID របស់យើងចូលហើយវីដេអូនេះខ្ញុំធ្លាប់បង្ហាញច្រើនលើកហើយប៉ុន្តែនៅតែមានបងប្អូនយើងមួយចំនួននៅឆាតសួរអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើម្ដងទៀតហ្នឹងហើយចូលមកដល់កន្លែងនេះយើងចូលមកកន្លែងឆែកលទ្ធផលប្រឡងរបស់យើងមកបន្ទាប់ពីចូលមកដល់យើង login ហើយយើងវាយ ID របស់យើងចូលដោយសារតែកន្លែងនេះ ID ខ្ញុំ save ទុកនៅនឹងស្រាប់អញ្ចឹងហើយបងប្អូនឃើញនេះអាលេខនៅខាងក្រោមមានកណ្ដុះកវេមកវាមហ្នឹងបងប្អូនវាយបញ្ចូលមកបន្ទាប់ពីយើងវាយ ID និង password ចូលហើយណាបន្ទាប់មកទៀតយើង login ចូលពួក ID របស់ខ្ញុំ save ទុកនឹងស្រួលហើយអញ្ចឹងយើង login ចូលមកវាចេញផ្ទាំងបែបនេះយើងចុចវាបិទចោលហើយខ្វែងអានេះមួយចោលបន្ទាប់មកទៀតនេះបងប្អូនមើលកន្លែងសងចុក hack in កន្លែងហ្នឹងជាកន្លែងដែលឆែកលទ្ធផលប្រឡងពេលយើងចូលកន្លែងហ្នឹងមកវានឹងចេញហើយបងប្អូនយើងប្រឡងថ្ងៃណាខែណាឆ្នាំណាវាចេញមកបន្ទាប់មកទៀតបងប្អូនមើលទៅឈ្មោះយើងបន្ទុកយើងនេះជាលទ្ធផលប្រឡងខ្ញុំប្រឡងយូរហើយប៉ុន្តែខ្ញុំយកមកធ្វើឲ្យបងប្អូនមើលអញ្ចឹងណាបន្ទាប់មកនេះចូលកន្លែងក្បាលមនុស្សចូលកន្លែងរូបក្បាលមនុស្សហ្នឹងហើយយើងចុចអូខេមកវាចេញហើយបងប្អូននេះចេញឈ្មោះចេញរូបថតចេញលទ្ធផលប្រឡងបន្ទុករបស់យើងបានប្រមាណណាហើយអាហ្នឹងគឺជាវិញ្ញាបនបត្រអាហ្នឹងយើងអាចដកវាចេញមកឬក៏ screenshot ចេញមកសម្រាប់យកទៅប្រើប្រាស់ក្នុងការដូរ visa អីចឹងណាបងប្អូន